សុភាសិតទី1គ្នាច្រើនអន្សមខ្លោចគ្នាដោយស្រមោចអន្សមឆៅពាក្យនេះលោកពលបែបបន្ទោសពួកមនុស្សដែលខ្ជិលហួសកំណោតរូបកោសឲ្យកើតក្តីឧស្សាហ៍ដូចយ៉ាងកិច្ចការឯណាមួយមានមនុស្សរងួយមានត្រៀតត្រាប៉ុន្តែមិនសូវមានឧស្សាហ៍ស្រវាលស្រទិញធ្វើការឡើយចំអៀកទម្រុនប្រចាំគ្នាវេរាមិនធ្វើឲ្យឆាប់ហើយដោយហេតុគំនិតកើតឆើយឆើយនេះហើយគ្នាច្រើនឥតប្រយោជន៍ហេតុនេះទើបប្រាជ្ញបុរាណណាលោកថាគ្នាច្រើនអន្សមខ្លោចដោយមិនធ្វើការឲ្យល្អិតល្អោចគ្នាដោយស្រមោចអន្សមឆៅសុភាសិតទី2ក្លិនឆ្ងាញ់ស្រឡាញ់ល្អពាក្យនេះលោកពោលតាមពាក្យពិតអំពីសភាពនៃដួងចិត្តដែលធ្លាប់ប្រព្រឹត្តជាធម្មតាពេលណាដែលកើតសេចក្តីក្លៀនតែងមានចំណង់ចង់ពិសាតួមហូបអាក្រក់មិនថ្លៃថ្លាក៏คล้ายទៅជាមានរសឆ្ងាញ់មនុស្សណាជាទីគប់ចិត្តខ្លួនទោះបីរកគួនឥតបើខ្នាញ់អ្វីមិនល្អក៏ស្រឡាញ់ឥតមានក្រឹតកាញ់ថាមិនដេញម្ដាទោះរូបមិនល្អក៏សរសើរថាមានដំណើរគួរជ្រះថ្លាពុំមានអាក្រក់នៅត្រង់ណាព្រោះមានស្នេហាទើបថាល្អសុភាសិតទី3កុំឃ្លានតាមចិត្តចង់ឬឃ្លានកុំអាស៊ីសុភាសិតនេះបុរាណណាលោកពោលប្រដៅឲ្យយើងបានដល់ឋានជាអ្នកចេះអត់ទ្រាំក្នុងការរៀនសូត្រឬការធ្វើដែលជាអំពើល្អមុនមមបើចេះព្រិលនៅប្រលំត្រូវចេះអត់ទ្រាំកុំលះបង់ធម្មតាមនុស្សលោកគ្រប់ទាំងអស់តែចង់បានយសសាក់ខ្ពស់ខ្ពង់កំពុងតែរៀនបាននឹកចង់កំបងចំណេះព្រោះសក្តាឲ្យរៀនឲ្យសូត្រចប់ឲ្យឆ្អិនស្រួលបួលទៅសិនកុំសាវ៉ាកុំលុះអំណាចក្តីប្រាថ្នាខំលះតណ្ហាសិនទៅចុះពីព្រោះចំណេះដែលចំណានបើគេរៀនបានគ្រប់ថ្នាក់នោះផលនៃការរៀនតែងសង្គ្រោះឲ្យបានយុះនោះជាពុំខានបើការសិក្សានៅសាសាអ្នករៀនសាវ៉ាគិតបងបានតំណែងស័ក្តិខ្ពស់ហើយជប់ខាននឹងបានឋានៈទាបមិនសូវខ្ញុំហេតុនេះអ្នកប្រាជ្ញលោកទូមានថាឃ្លានកុំអាលស៊ីតាមចង់បើស៊ីតាមឃ្លានតាមចំណងនឹងបងកិត្តិយសមិនខ្ពស់ឡើយមួយទៀតលោកថាមនុស្សចិត្តសាវ៉ាសន្តានឃ្លាវខ្លាមិនបែបបត់ចាប់នេះចាប់នោះមិនឈ្មោះប្រកបបានតែន័យហត់មកឥតតទេសុភាសិតទី4ឃ្លោកលិចអំបែងអណ្ដែតពាក្យនេះបុរាណលោកប្រឌិតដោយបានប្រៀបធៀបរៀបពិនិត្យតាមគោលដ៏ពិតតែផ្ទុយគ្នាឯឃ្លោកជាគ្រឿងស្រាលពេកក្រៃលើសគ្រឿងដតីផងនានាបណ្ឌិតឡើយក៏បែរត្រឡប់ជាលេចក្នុងគង្គាគួរឆ្ងល់ណាស់ធម្មតាអំបែងជាគ្រឿងធ្ងន់យើងធ្លាប់កយគុណបានឃើញច្បាស់បណ្ឌិតឡើយទៅលើអាកាសគួរណាស់តែឆ្ងល់ពេកមហិមាឃ្លោកបានដល់មនុស្សត្រកូលខ្ពស់ប្រសើរលើសអស់ជននានាប៉ុន្តែមិនបានរៀនវិជ្ជានិងគ្មានវិរិយារកទ្រព្យធនអំបែងបានដល់មនុស្សមានភាព
ត្រកូលថោកទាបអំណាចទុនប៉ុន្តែបានរៀនវិជ្ជាមុននឹកខំអត់ធន់រកទ្រព្យផងអ្នកទាំងពីពួកការជួបជុំក្នុងទីប្រជុំជំនុំការប្រឡងនឹងយកត្រកូលទៅប៉ុនប៉ងប្រឡងយកលេខទៅពុំបានទេកូនអ្នកកំសត់តែងខំប្រឹងរៀនសូត្រចេះដឹងច្រើនជាងគេប្រយោគដល់ជាប់ច្រើនងាករេរត់មករកគេឲ្យជាប់ងាយសុភាសិតទី5ចង់ឆ្ងាញ់ត្រូវរកអន្លក់ចង់ស្រណុកត្រូវនឿយពីក្មេងពាក្យនេះបុរាណលោកប្រឌិតប្រដៅមហាជនឲ្យចេះគិតតាមមនោល្អពិតគំនិតបងអ្នកប្រាថ្នាស្រណុកខ្លួនត្រូវប្រឹងមាំមួនខ្លាំងកន្លងសិក្សាវិជ្ជារកទ្រព្យផងទើបឆ្លងចាក់ទុកស្រណុកប្រាណដូច្នេះអ្នកត្រូវការពិសាឆ្ងាញ់ឲ្យមានចម្ងាញ់យ៉ាងខ្សែងសានត្រូវរកអន្លក់ដ៏ចំណានទើបបានរបស់ឆ្ងាញ់មាត់ប្រកបស្ដែងដូច្នេះយើងគួរគិតរឿយត្រូវធ្វើឲ្យនឿយជាងមុនឯងទើបក្រោយស្រណុកសុខក្រៃលែងដោយប្រាជ្ញសម្ដែងថ្លែងប្រាប់មកនេះ